អ្នកនរគ្នានៅក្នុងកម្មវិធី Word ខ្ញុំជឿថាអ្នកនរគ្នាអាចធ្លាប់ជួបបញ្ហាមួយវាអាចមិនមែនជាបញ្ហាយើងគ្រាន់ថាពេលខ្លះយើងបង្កើតឯកសារមកអញ្ចឹងយើងបង្កើតជាមួយនឹងតារាងហ្មងយើងចង់ចាប់ផ្ដើមធ្វើអីមួយណាហើយបន្តមកទៀតយើងចង់សរសេរអីនៅខាងលើ table ហ្នឹងវិញណាយើងចង់ចាប់ផ្ដើមផ្សេងពីតារាងវាអត់ចាប់ផ្ដើមឡើយដោយតារាងអញ្ចឹងណាចឹងតាមពិតវាងាយស្រួលទេនៅក្នុងកម្មវិធី Word បើតោះគ្នាចង់សរសេរនៅខាងលើតារាងនៅពេលតោះចាប់ផ្ដើមបែបនេះតោះគ្នាដាក់ cursor មកតោះគ្នាឧទាហរណ៍កន្លែងនេះមាន touch ណាឧទាហរណ៍ថាអញ្ចឹងយើងដាក់ cursor នៅខាងមុខនឹងមកហើយចុច enter អញ្ចឹងតោះគ្នានឹងបានបន្ទាត់នៅខាងលើតារាងហ្នឹងឯងចំពោះនៅខាងក្រោមវាគឺវាអត់ដូចគ្នាទេឧទាហរណ៍ថាកន្លែងនេះខ្ញុំសរសេរ n អញ្ចឹងយើងចុចខាងមុខនេះ enter គឺវាបានចេះហើយបើយើងចុចកន្លែង enter ក៏វាបានអញ្ចឹងដូចគ្នាដែរហើយបើតោះគ្នាដាក់ cursor តោះគ្នាមក load នៅកន្លែងតារាងនៅខាងគៀននេះហើយតោះគ្នា enter តោះគ្នានឹងបានមកជួរទៀតនៅតារាងហ្នឹងអញ្ចឹងកន្លែងហ្នឹងគឺតោះគ្នាយើងคลิกកន្លែងហ្នឹងคลิกមួយចុចកន្លែង n ណាឬក៏ចុចសញ្ញាព្រួយទៅខាងស្ដាំអស់ណាចុចរហូតដល់សញ្ញាព្រួយហ្នឹងធ្លាក់មកខាងក្រោមតែម្ដងអញ្ចឹងនៅក្នុងតារាងខាងក្រោមគឺវាសរសេរបានធម្មតាទេមានន័យអញ្ចឹងមានន័យថាតោះគ្នាចាប់ដើមឡើងដោយ cursor ចុចខាងក្រោមតារាងហ្នឹងក៏បានតែតារាងនៅខាងលើបើសិនជាតោះគ្នាអត់បានធ្វើតាមរបៀបមុនហ្នឹងទេយើងចុចដូចគ្នាជាមួយនឹងការបំពេញជួរនៅខាងក្រោមគឺអត់បានទេតោះគ្នាត្រូវដាក់ cursor តោះគ្នានៅខាងដើមបំផុតហើយចុច enter ទៅវាបានអញ្ចឹងណា